Ok ឥឡូវយើងតពីលំហាត់មុនវីដេអូមុនយើងលំហាត់ទី3អន្តក្រានុគមតេកោណមាត្រដែរឥឡូវយើងចូលដល់លំហាត់ទី4គឺអនុគមតេកោណមាត្រទៀតណាអញ្ចឹងអន្តក្រានេះងាយទេគឺយើងប្រើរូបមន្តដូចវីដេអូមុនអញ្ចឹងគឺរូបមន្តអន្តក្រាកុសx ហើយនិងអន្តក្រា sin ax ណាឥឡូវយើងមកដោះស្រាយទាំងអស់គ្នាចឹងលំហាត់របស់យើង e កំណត់ពី0ទៅផាយនៃ2កុស x ដក3 sin 2x អញ្ចឹងអន្តក្រាកុស x គឺវាស្មើ sin x អញ្ចឹងអាកន្លែងហ្នឹងគឺវាស្មើ2 sin x ដល់ពេលអន្តក្រា sin x វាចេញដកកុសអញ្ចឹងអាកន្លែងនេះខ្ញុំដាក់3ទៅដែរហើយគុណនឹងដក1លើ2កុស 2x អានឹងដោយសារតែអន្តក្រា sin ax វាស្មើដក1លើ2កុស 2x វិញវាចូលរូបមន្តហ្នឹងយើងប្រើវាមកកំណត់ពី0ទៅផាយអូខេឥឡូវយើងគុណពលាតវាមកគុណពលាតវាសិនចាំខ្ញុំចំនួនលេខចូលអញ្ចឹងវាបាន2 sin x បូកឲ្យ3លើ2កុស 2x នេះហើយកំណត់ពី0ទៅផាយណាអូខេចំណុចគោលលើមុនអញ្ចឹងវាបាន2 sin ផាយណាបូក3លើ2កុស2ផាយបានដកអានេះសារចំណុចផាយចូលទៅវាបានកុស2ផាយណាព្រោះអាហ្នឹងកុស 2x ហើយបានដក2 sin 0បូក3លើ2កុស2គុណ0ចាញ់ខ្ញុំចំនួនដល់លេខ0តែម្ដង2គុណ0 0តោះមកយើងចាប់ដើមចំនួនចម្លែកចូល sin ផាយគឺ0អញ្ចឹងអានេះវាបាន2គុណនឹង0បូក3លើ2កុស2ផាយវាវិលដល់មុំ0វិញណាអញ្ចឹងវាស្មើ1អាហ្នឹងកុស0ដកអានេះខ្ញុំគុណសញ្ញាដកចូលតែម្ដងចាអានេះបាន2គុណនឹង0ហើយដក3លើ2អញ្ចឹងកុស0ស្មើ1អានេះខ្ញុំគុណសញ្ញាដកចូលតែម្ដងណា2គុណ0 0បូក3លើ2ដក0ដក3លើ2អញ្ចឹង0ហើយនេះ3លើ2ដក3លើ2វាស្មើ0អញ្ចឹងអង្គការយើងឃើញតម្លៃ0ណាការ e របស់យើងវាមានលំហាត់ខ្លះចៃដនរទៅវាចេញ0អញ្ចឹងអូខេដូចនេះឲ្យមួយទៅណាដូចនេះ e របស់យើងគឺស្មើ0បាទអូខេវីដេអូនេះគឺមានតែប៉ុណ្្នឹងទេចាំជួបគ្នានៅវីដេអូលំហាត់ទី5ទៀត